ចង់ចេះធ្វើរូបបែបនេះអត់មកខ្ញុំប្រាប់ចេះរត់ដងទេអ្នកនរគ្នាចូលក្នុង Play Store ឬមួយក៏ App Store ចាអ្នកនរគ្នាអាចធ្វើការ download Google Gemini តែបើសិនអ្នកនរគ្នាចូលតាម Chrome ក៏បានដែរដើម្បីចូល Chrome អញ្ចឹងណាអញ្ចឹងដំបូងឡើយអ្នកនរគ្នាចុចសញ្ញាបូកហ្នឹងមកហើយយើង upload រូបយើងចូលយើងអាចចូលចឹងមកអញ្ចឹងពិសេស prompt នេះជា prompt ខ្ញុំផ្ញើមកចឹងមកស្ទូវានឹង generate ឲ្យឯងអញ្ចឹងនេះរូបខ្ញុំដែលបាន generate ហើយអ្នកនរគ្នាអាចធ្វើការចុច save អញ្ចឹងទៅជិះវានឹងចូលនៅក្នុងទូរស័ព្ទដៃយើងឯងនេះចង់ឲ្យវាកែតម្រង់ឲ្យតិចតួចអ្នកនរគ្នាគ្រាន់តែប្រើពាក្យតមកណា generate different clothes hairstyle ទៅវានឹងធ្វើការ upload យើងថ្មីរហូតហ្នឹងខ្ញុំហៅ again please អីវានឹងធ្វើការដូរយើងរហូត change stand ណាអញ្ចឹងប្រាប់តិចតិចទៅអូខេហើយនិយាយទៅអានេះគឺជាចំណុចមួយរបស់ Nano Banana Pro ហ្នឹងមិនថាវ័យប៉ុណ្ណាទេដោយសូម្បីតែម៉ាក់ខ្ញុំក៏អាចធ្វើការ generate គាត់បានដែរឃើញទេចេញមកបែបហ្នឹងអញ្ចឹង Pro មនុស្សប្រុសក៏ខ្ញុំមានដែរខ្ញុំដាក់ក្នុងក្រុមណាអញ្ចឹងខាងក្រោយនេះវាសិនជាក្នុងករណីយកចង់បានភាសាអង្គរវត្តទេខ្ញុំដាក់ Bayon អានេះយើងតាមតម្រូវការរបស់យើងអាចធ្វើការនេះទៅបើសិនក្នុងករណីយើងចង់ថែមតិចតួចទៅអង្គរវត្តហ្នឹងអញ្ចឹង Pro ខ្ញុំគ្រាន់កែតិចតួចទៅគឺនឹង generate តាមតម្រូវការយើងបាន Pro ខ្ញុំបានដាក់នៅក្នុង Telegram group អ្នកនរគ្នាអាច join Telegram group ទៅ link ខ្ញុំនឹងដាក់នៅក្នុង caption ចាហើយបើសិនអ្នកនៅក្នុង TikTok គឺ link នៅក្នុង bio អ្នកនរគ្នាអាចធ្វើការចូលតាមនឹងបានហើយយើង copy paste Pro ហ្នឹងទៅ generate ទៅគឺអូខេហើយចុះបើសិនអ្នកនរគ្នាមានចម្ងល់អីផ្សេងអាច comment សួរខ្ញុំបាន